កូនមកមានណាខ្លះដែលពិបាកនៅក្នុងការញ៉ាំទឹកចាប់ពី6 ខែទៅគឺយើងអាចបន្ថែមទឹកឲ្យគាត់ញ៉ាំបានហើយម៉ាមីមានដឹងថាទឹកមានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពកូនរបស់យើងវាជួយនាំសារធាតុចិញ្ចឹមទៅកាន់កោសិកាហើយនិងខួរក្បាលរបស់កូនរបស់យើងហើយវាក៏ជួយបណ្ដេញបាក់តេរីពីក្នុងផ្លកនោមផងដែរហើយវាដើរតួសំខាន់ដល់ការរំលាយអាហារនិងបញ្ជៀសរាល់បញ្ហាទល់លាមករបស់កូនយើងធ្វើឲ្យសម្ពាធឈាមនិងចង្វាក់បេះដូងមានស្ថិរភាពល្អវាជួយគ្រប់គ្រងសីតុណ្ហភាពរាងកាយរបស់កូនយើងហើយវាក៏ជួយការពារសរីរាង្គនិងជាលិការបស់កូនយើងផងដែរវាជួយរក្សាតុល្យភាពអេឡិត្រូលីតសូដ្យូមនៅក្នុងខ្លួនប្រាណរបស់កូនយើងហើយជាពិសេសនោះគឺផ្ដល់សំណើមដល់ស្បែកជាដំបូងម៉ាមីត្រូវតែរើសប្រភេទដបណាដែលមានដៃកាន់ដូចនៅក្នុងរូបរបស់ខ្ញុំនេះហើយនឹងមានសយោផងដែរដោយសារតែកូនចាប់ពី6 ខែទៅគាត់អត់ទាន់ចេះឈរចេះងើបអង្គុយអីបានស្រួលទេអញ្ចឹងគាត់អាចគេងមុំក៏បានអង្គុយក៏បានឈរមុំក៏បានម៉ាមីត្រូវដាក់ទឹកនៅក្នុងដបហ្នឹងនៅលើក្បាលតនេករបស់គាត់ជាប្រចាំហើយនៅពេលដែលគាត់ភ្ញាក់មិនថាគាត់គេងពេលថ្ងៃឬក៏ពេលយប់ទេម៉ាមីត្រូវហុចទឹកហ្នឹងឲ្យគាត់ញ៉ាំនៅមុនគេបង្អស់ធ្វើវាឲ្យទៅជាទម្លាប់ទៅកូនយើងនឹងដឹងថាកន្លែងណាដែលគាត់ត្រូវញ៉ាំទឹកអញ្ចឹងនៅពេលដែលគាត់ស្រេកទឹកគឺគាត់យកញ៉ាំតែខ្លួនឯងហើយម៉ាមីត្រូវបង្កើតទម្លាប់មួយនៅពេលដែលចេញទៅក្រៅមិនថាទៅណាគឺត្រូវដាក់កំប៉ុងទឹកគាត់ទៅតាមរហូតហើយបើសិនករណីកូនដែលអត់ចេះមុំដបគឺយើងអាចឲ្យគាត់ញ៉ាំជាមួយនឹងកែវដែលមានប្រភេទខ្ជូតមានពណ៌ស្អាតលាយឡំគ្នាដើម្បីឲ្យកូនយើងហ្នឹងគាត់មានអារម្មណ៍ថាគាត់ចង់ញ៉ាំអញ្ចឹងម៉ាមីអាចសាកវិធីនេះបានណាដោយសារខ្ញុំធ្វើទៅវាបានផលលើកូនខ្ញុំ